បងប្អូនទាំងអស់គ្នានេះមើលមុខឃាតករដែលសម្លាប់ប្រពន្ធកូនហើយនឹងម្ដាយបង្កើតខ្លួនឯងចាខ្ញុំចង់សួរទៅគាត់ទៅថាគាត់មានវិបដិសារីឬក៏អត់ដែលគាត់សម្លាប់គ្រួសារទាំងមូលបែបនេះក្រុមអ្នកកាសែតបានសួរនាំគាត់ថាដាច់ខាត់ត្រូវតែសម្លាប់អញ្ចឹងមិនមែនបានដោះស្រាយបញ្ហានេះរួចចាតាមការឲ្យដឹងនឹងគឺប៉ូលីសបាននាំទៅសួរចម្លើយជាបឋមនឹងគឺគាត់បានឆ្លើយថាគាត់សម្លាប់ដោយសារតែមូលហេតុមួយគឺគាត់នឹងរកស៊ីខាងលក់ចាអាផាតមិន ប៉ុន្តែត្រូវបានអ្នកទិញគឺម្ចាស់បំណុលនឹងគាត់បានចោទប្រកាន់ថាគាត់លក់អាផាតមិនคล้ายៗឬក៏បោកប្រាស់គេចាដូច្នេះហើយគឺខាងម្ចាស់បំណុលទាំងនោះគឺគាត់បានទទួលលុយគេហើយម្ចាស់បំណុលទាំងនោះគឺបានដាក់ពាក្យបណ្ដឹងទៅតុលាការចាដែលគាត់ជំពាក់គេច្រើនមែនតើមិនដឹងថាប្រមាណទេហើយក៏គាត់គ្មានវិធីដោះស្រាយគាត់ថាគាត់ធ្វើនេះដើម្បីកុំឲ្យប្រពន្ធកូនគាត់ជាប់បំណុលចាគាត់និយាយអញ្ចឹងបងប្អូនអាចទទួលយកបានអត់ចម្លើយរបស់គាត់ប៉ុណ្ណឹងហើយសូមរំលឹកឡើងវិញបន្តិចគឺគាត់បានសម្លាប់គ្រួសារទាំងមូលនឹងគឺវីដេអូដែលខ្ញុំបានបង្ហោះម្សិលមិញនឹងគឺសម្លាប់ម្ដាយឪពុកបង្កើតគាត់នឹងដែលមានវ័យ80ឆ្នាំហើយសម្លាប់ប្រពន្ធដែលមានវ័យ50ឆ្នាំនិងកូនស្រី2នាក់ម្នាក់វ័យ10ឆ្នាំម្នាក់ទៀតវ័យជាង20ឆ្នាំចាដល់ពេលអញ្ចឹងហើយសម្លាប់ហើយនឹងគឺគាត់បានរត់គេចខ្លួនទៅខាងខងជូធំនឹងដើម្បីចង់សម្លាប់ខ្លួនបន្តទៀតប៉ុន្តែត្រូវបានប៉ូលីសឃាត់ខ្លួនបានចាប៉ុន្តែឥឡូវហ្នឹងគឺខាងប៉ូលីសហ្នឹងគឺថ្ងៃនេះបានបញ្ជូនខ្លួនគាត់ហ្នឹងទៅខាងតុលាការនៅទីក្រុងស៊ូវ៉ុនដើម្បីសួរចម្លើយបន្ថែមទៀតមុននឹងសម្រាប់ថាត្រូវឃុំខ្លួនឬក៏ឲ្យគាត់នៅក្រៅឃុំចានេះគឺជាច្បាប់កូរ៉េមុននឹងឃុំខ្លួននរណាម្នាក់គឺជាគោលការណ៍របស់គេចាហើយខ្ញុំចាំមើលថាតើគាត់នេះមានវិបដិសារីឬក៏អត់នៅនាទីចុងក្រោយដែលគាត់បានធ្វើអំពើយ៉ាងឃោរឃៅទៅលើគ្រួសារគាត់បែបនេះហើយយើងចាំមើលថាតុលាការនៅក្នុងប្រទេសកូរ៉េនឹងកាត់ក្តីរឿងនេះទៅជាយ៉ាងណាទៀតចាយើងចាំមើលទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀត